ខ្ញុំពិតជាធុញទ្រាន់នឹងចុងរដូវក្តៅបន្ទាប់ពី7 ឆ្នាំឈប់រងចាំពិធីមង្គលការទៅដោយសារអ្នកធុញទ្រាន់នឹងវាហើយមិនចាំបាច់រក្សាសម្រាប់នេះទៀតទេរ៉ូបអាពីពីនេះមើលទៅល្អឥតខ្ចោះសម្រាប់ជូតទឹកនំឆ្កែខ្ញុំមានការអត់ធ្មត់ច្រើនខ្ញុំភ្នាល់ថាអ្នកមិនអាចទ្រាំបាន3ថ្ងៃទេមុនពេលអ្នកយកមករកខ្ញុំសូមជំនួយពីខ្ញុំស្រមុកអ្នកមិនគួរសាកល្បងដែនកំណត់របស់ខ្ញុំនៅចុងបញ្ចប់នៃរដូវក្តៅទេត្រឡប់មកវិញភ្លាមលោកស៊ូតើប្រាក់ចំណេញរបស់អ្នកជាខ្សែកៅស៊ូមែនទេភាពបត់បែនគឺរាក់ណាស់ហេតុអ្វីបានជាអ្នកមីងស៊ីវអនុញ្ញាតឲ្យស៊ីម៉ូលើកទូរស័ព្ទរវល់ណាស់គ្រាន់តែនៅពេលសំខាន់ប៉ុណ្ណោះអនុប្រធានាធិបតីបានឈប់អ្វីដែលគាត់កំពុងធ្វើឲ្យបន្ទាប់មកបានឆ្នាំទី7ជាមួយគ្នាខ្ញុំមានគម្រោងសុំគេឆេនរៀបការថាប់ខ្ញុំអូបងប្រុសឆេនមានរឿងអ្វីកើតឡើងចំពោះប្អូនដែលកំពុងឆ្លងកាត់រឿងនោះវាជាពេលវេលាល្អដើម្បីបោះចំរយៈពេលជាច្រើនឆ្នាំនៃការបែកបាក់និងការផ្សះផ្សាគ្នាទាំងនេះគឺគ្មានន័យអ្វីបន្តិចហើយគ្មានទោសបីខ្ញុំពិតជាចូលចិត្តគាត់ណាស់ខ្ញុំចង់ដាក់ចំណងជើងឲ្យគាត់ត្រឹមត្រូវយើងនឹងនៅតែជាមិត្តភក្តិបើមានការលំបាកអ្វីសូមខំមករកខ្ញុំនៅជាងជើខ្ញុំនឹងដោះស្រាយបញ្ហារបស់អ្នកឬក៏យើងមិនគួរធ្វើបែបនេះទេចាប់តាំងពីយើងបែកគ្នារួចហើយបន្ទាប់មកសូមកាត់វាចោលទាំងស្រុងបីកុំឲ្យក្មេងស្រីតូចយល់ច្រឡំខ្ញុំបានហើយឡានហើយចេញដំណើរមុនបងប្រុសចេននិងបងស្រីម៉ូហាក់ដូចជាខឹងយ៉ាងខ្លាំងលើកនេះយកចិត្តទុកដាក់ចំពោះចរិតរបស់ពួកគេនឹងយំហើយអង្គរបស់បងប្រុសឆេនឲ្យអភ័យទោសក្នុងរយៈពេល3ថ្ងៃយ៉ាងច្រើនបំផុតខ្ញុំនឹងជាប់គាំងចរាចរណ៍រយៈពេល3ម៉ោងក្នុងរយៈពេល3ថ្ងៃ3វិនាទីខ្ញុំនឹងបិទទ្វាររយៈពេល3វិនាទីហើយវានឹងបើកបងប្រុសឆេនពិតជាចេះដឹងរឿងរបស់គាត់មែន321ខ្ញុំភ្នាល់ថាទ្វារនឹងបើកក្នុងរយៈពេល3វិនាទី321លើកនេះយ៉ាងហោចណាស់គាត់មានឆ្អឹងខ្នងខ្លះលើកនេះមូមូជីមិនចាក់ចេញទេមែនទេមិនអាចទៅរួចទេគាត់បានស្នើសុំខ្ញុំរកអាពីពីដែលផលិតតាមតម្រូវការនិងចិញ្ចៀនខ្ញុំបានតម្រង់ជួរអស់រយៈពេល3ឆ្នាំពេញគាត់មិនអាចទ្រាំទ្រនឹងការចាក់ចេញពីខ្ញុំបានទេខ្ញុំមិនបានយកអ្វីច្រើនទៅជាមួយក្រៅពីរបស់របបផ្ទាល់ខ្លួនខ្ញុំមិនចង់បានអ្វីដែលនៅសល់ទេខ្ញុំមិនចង់បានរបស់របរបានការនៅក្នុងផ្ទះរបស់គេឆិនទេអ្នកអាចឲ្យវាទៅអ្នកណាដែលអ្នកចូលចិត្តគុំសួរខ្ញុំនឹងអបអរសាទរការបន្ធូរបន្ថយបន្ទុករបស់ខ្ញុំជាមុនសិនជីអូនាងទូតរបស់ខ្ញុំទីបំផុតបានបោះបង់ចោលមនុស្សអាក្រក់នោះហើយពួកគេបានមកដល់យន្តឆេងដើម្បីស្នាក់នៅជាមួយខ្ញុំអ្នកគ្រាន់តែរក្សារបស់ចាស់របស់អ្នកប៉ុណ្ណោះពេញមួយជីវិតខ្ញុំមិនលេងជាមួយគ្នាទៀតទេកញ្ញាស៊ីរសៀលនេះខ្ញុំបានចំណាយពេលដល់ទិញអីវ៉ាន់និងផឹកតែយប់នេះឯងត្រូវតែផឹកឆ្អែតជាមួយខ្ញុំនៅឯពិធីជួបជុំសិស្សជីមីងស៊ីវគឺជាភ្ញៀវដ៏កម្រម្នាក់តើមនុស្សដែលមានញឹកដូចអ្នកអាចរចនាឡើងដើម្បីបង្ហាញវត្តមានរបស់អ្នកដល់យ៉ាងផ្លាស់ប្ដូរអ្វីទាំងអស់នៅតែសង្ហាណាស់ខ្ញុំបាននៅក្បែរនោះដើម្បីធ្វើកិច្ចការខ្លះខ្ញុំបានយល់ថាមានការជួបជុំមិត្តចាស់ទើបតែមកចូលរួមសប្បាយដោយស្ងាត់ជីមីងស៊ីវបានមករកអ្នកមែនទេនោះមិនអាចទៅរួចទេយើងមិនបានតាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយចៅវាយជីតើអ្នកអាចយករបស់នេះមកឲ្យខ្ញុំបានទេខ្ញុំមិនទុកចិត្តគាត់ឲ្យហើយសេវាឲ្យឡានតាមមកទេមិនអីទេខ្ញុំនឹងនាំគាត់ទៅផ្ទះដោយស្ងាត់នាងបានចំណាយពេលឆ្នាំថ្មីតែម្នាក់ឯងជាមួយគូចេងតើអ្នកពិតជាមានគម្រោងបាត់បង់អ្វីទាំងអស់មែនទេគូចេងមានសមត្ថភាពបោកប្រាស់ហើយអ្វីបានជាអ្នកមិនអាចចាប់ដើមរដូវកាលរីកលើកទី2ក្នុងជីវិតរបស់អ្នកចុះរបៀបដែលគាត់មើលមកអ្នកគឺខ្លាំងខ្លាណាស់វាហាក់ដូចជាគាត់អាចមើលឃើញតាមរយៈអ្នកអរគុណដែលនាំខ្ញុំទៅផ្ទះយប់នេះមិនអីទេតើអ្នកចង់មកផឹកតែមួយពេងទេដំណើររបស់ខ្ញុំទៅទីនោះមិនមែនគ្រាន់តែសម្រាប់ផឹកតែមួយពេងនោះទេលោកជីបានកំណត់ពេលវេលាយ៉ាងល្អឥតខ្ចោះខ្ញុំទើបតែបញ្ចប់ការងាររបស់ខ្ញុំល្ងាចនេះចង់ញ៉ាំអ្វីខ្ញុំហត់នឿយណាស់ក៏សកាខួរក្បាលរាប់សិបលានបានងាប់ទៅហើយអ្នកសម្រេចចិត្តហើយតោះទៅញ៉ាំស៊ុបហើខ្ញុំស្គាល់កន្លែងមួយដែលធ្វើខួរក្បាលជ្រូកឆ្ងាញ់ណាស់អ្នកពិតជានឹងចូលចិត្តវាមន់មីងស៊ីវរបបអាហាររបស់អ្នកតែងតែស្រាលណាស់អ្នកមិនចាំបាច់សម្របសម្រួលខ្ញុំបែបនេះទេខ្ញុំក៏មានចំណងចង់បានវាខ្លាំងដែរខ្ញុំចាំថាមានភោជនីយដ្ឋានស៊ុបហើមួយនៅក្នុងអាហារដ្ឋានសាកលវិទ្យាល័យមានរសជាតិទន់ភ្លន់និងស្រស់ណាស់អ្នកបានញ៉ាំវាអស់រយៈពេល4ឆ្នាំហើយអ្នកនៅតែមិនខ្ញុំភ្លេចទាំងស្រុងថាភោជនីយដ្ឋានម៉ៅឆាងពិតជាឆ្ងាញ់ណាស់មិនអីទេតោះញ៉ាំស៊ុបក្តៅល្អខ្ញុំនឹងមកទទួលអ្នកឥឡូវនេះកន្លែងនេះទ្រុឌទ្រោមបន្តិចប៉ុន្តែអាហារមានរសជាតិឆ្ងាញ់សូមអញ្ជើញអង្គុយចុះគីមមយុងស៊ូអតីតមិត្តស្រីរបស់អ្នកពិតជាបានបណ្ដុះបណ្ដាលអ្នកយ៉ាងល្អពូកែណាស់ខាងមើលថែមនុស្សមិនដូចខ្ញុំទេដែលបានមើលថែស្ត្រីទាំង7នាក់នៃទីក្រុងឯកោនោះនៅទីបំផុតនាងរស់នៅដូចជាម្ដាយតើអ្នកបានឮមកពីណាថាខ្ញុំមានអតីតសង្សារនៅមហាវិទ្យាល័យតើអ្នកមិនតែងតែទៅជាមួយមិត្តស្រីរបស់អ្នកទេវាហាក់ដូចជាសង្សារកាលពីកុមារភាពរបស់អ្នកនៅតែជាបាទអ្នកកំពុងនិយាយអំពីឆេងវាជាការពិតដែលយើងធំឡើងជាមួយគ្នាប៉ុន្តែខ្ញុំមិនដែលណាត់ជួបគាត់ទេហើយខ្ញុំក៏មិនចូលចិត្តគាត់ដែរខ្ញុំតែងតែចាត់ទុកគាត់ដូចជាប្អូនស្រីម្នាក់ដូច្នេះចុះយ៉ាងណាចំពោះឆ្នាំទាំងអស់នេះតើអ្នកមិនធ្លាប់មានទំនាក់ទំនងស្នេហាទេខ្ញុំធ្លាប់ណាត់ជួបដោយញឹកទៅងល់ជាច្រើនដងមកហើយប៉ុន្តែខ្ញុំមានអារម្មណ៍ថាយើងមិនមែនជាគូស្រករល្អទេដូច្នេះយើងបានបែកគ្នាតើមានអ្វីកើតឡើងបន្ទាប់ពីនោះឬនៅទេហាស៊ីវមេងខ្ញុំនឹងមិនធ្វើវាម្ដងទៀតទេតើខ្ញុំមិនអាចធ្វើអ្វីបានអ្នកនឹងឃើញឆាប់នេះថាវាពិតជាល្អប៉ុណ្ណាខ្ញុំមិនមានគម្រោងត្រឡប់ទៅទីក្រុងប៉េកាំងវិញសម្រាប់ពេលនេះទេថ្ងៃកំណើតរបស់អ្នកគឺថ្ងៃច័ន្ទហើយមនុស្សគ្រប់គ្នានឹកអ្នកវាមិនត្រឹមត្រូវទេប្រសិនបើអ្នកមិនត្រឡប់មកវិញមែនទេតើអ្នកអាចប្រាប់គាត់ថារីករាយថ្ងៃកំណើតឲ្យខ្ញុំបានទេខ្ញុំនឹងផ្ញើអំណោយនោះទៅគាត់វិញមិនអីទេបងប្រុសឆេនហេតុអ្វីអ្នកមិនទូរស័ព្ទទៅគាត់ស្ដាប់ស្នេហារបស់អ្នកដោយប្រញាប់តែមួយតើវាល្អជាងទេបើគាត់ស្លាប់នៅទីនោះបងប្រុសឆេនកុំខឹងអី
លើកនេះគាត់បានដោះចិញ្ចៀនទាំងអស់របស់គាត់វាហាក់ដូចជានាងពិតជាខូចចិត្តណាស់មែនហើយលើកនេះអ្នកនិងប្អូនប្រុសរបស់អ្នកធ្វើហួសហេតុពេកហើយពួកគេបែកគ្នាហើយតើគាត់ចង់បានអ្វីទៀតសូមស្ដាប់ដោយយកចិត្តទុកដាក់គ្មានអ្នកណាត្រូវបានអនុញ្ញាតឲ្យរកគាត់ទៀតទេទោះបីជាគាត់ស្លាប់ទៅហើយក៏ដោយមិនអីទេខ្ញុំនឹងមិនរកអ្នកទៀតទេកុំខឹងអីខ្ញុំបានចូលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យកាលពី2ថ្ងៃមុនអ្នកមិនដែលមានបញ្ហាប្រភេទនេះការពេលដែលអ្នកនៅជុំវិញខ្លួនយ៉ាងស្អាតទៅបានប៉ុន្មានថ្ងៃប៉ុណ្ណោះហើយអ្នកបានបំផ្លាញខ្លួនឯងបែបនេះខ្ញុំមិនលេងទៀតទេគម្រោងអ្នកពិតជាធំពេកសម្រាប់គូតរបស់អ្នកហើយគ្មានដំណឹងអ្វីសោះអស់រយៈពេល7ថ្ងៃមកហើយតើខ្ញុំពិតជាមែនទេអ្នកមិនគួរត្រឡប់មកវិញទាំងយំហើយអង្វរខ្ញុំទេក្រវិលដៃទាំងនេះពិតជាស្រស់ស្អាតណាស់វាបង្ហាញពីការតុបតែងដ៏គួរឲ្យចាប់អារម្មណ៍ប្រញាប់ដាក់វាចោលទៅទុកវាចោលទៅយកវាទៅដាក់វាចោលគូចេនអញឈួតមែនទេទៅមន្ទីរពេទ្យឥឡូវនេះខ្ញុំមិនដែលទិញអ្វីដ៏មានតម្លៃបែបនេះទេចាប់តាំងពីចុងរដូវក្តៅមកប្រហែលជាត្រូវបានជ្រើសរើសដោយចៃដន្យមែនហើយគូឆេងកន្លែងរបស់អ្នកនៅក្នុងបេះដូងរបស់គាត់បងប្អូនយើងទាំងអស់រួមគ្នាមិនដល់1/10ផងតើអ្នកណាមិនដឹងថាឆៃម៉ូយកចិត្តទុកដាក់ចំពោះអ្នកមានតម្លៃណាស់ដែលអ្នកយកចិត្តទុកដាក់ចំពោះខ្ញុំបើគាត់ខ្វល់ពីខ្ញុំគាត់នឹងចាក់ចេញដូច្នេះអ្នកមិនទាំងទូរស័ព្ទទៅផងមែនទេគូឆេងតើខ្ញុំគួរផ្ញើសារទៅម៉ូទេគាត់បានឃើញអ្នករងរបួសពួកគេពិតជានឹងត្រឡប់មកវិញគូឆេងមើលទូរស័ព្ទរបស់ម៉ូខ្ញុំបានប្រាប់អ្នកហើយម៉ូអ្នកមិនដឹងថាខ្ញុំស្រឡាញ់អ្នកប៉ុណ្ណាទេអ្នកប៉ុណ្ណាហេម៉ូមានរឿងអ្វីកើតឡើងចំពោះជូយីតើអ្នករងរបួសទេខ្ញុំបានឃើញនៅក្នុងរូបថតដែលអ្នកបានបង្ហោះថាដៃរបស់អ្នកកំពុងហូរឈាមប៉ុន្តែវាមិនមែនជារបួសដៃរបស់ Kitchen គឺធ្ងន់ធ្ងរណាស់ប៉ុន្តែគាត់បានបដិសេធមិនទៅមន្ទីរពេទ្យទេហេតុអ្វីអ្នកមិនត្រឡប់មកវិញជូយីកុំប្រាប់ខ្ញុំអំពីរឿងរបស់គាត់ទៀតអីរីករាយថ្ងៃកំណើតពួកគេទាំងអស់សុទ្ធតែស្ងាត់ស្ងៀមគូចេនតាមពិតខ្ញុំចង់និយាយរឿងនេះយូរហើយអ្វីដែលអ្នកបានធ្វើពីមុនគឺជាចាប់ខ្លាំងណាស់ម៉ូជាក្មេងស្រីខ្មាស់អៀនម្នាក់ទោះបីជាអ្នកលែងចូលចិត្តគាត់ទៀតហើយក៏ដោយយ៉ាងហោចណាស់អ្នកគួរតែចែកផ្លូវគ្នាដោយសារខ្ញុំចង់បែកគ្នាជាមួយគាត់ដោយសន្តិវិធីគាត់បានតាមខ្ញុំអស់រយៈពេល7ឆ្នាំទោះបីជាខ្ញុំចិញ្ចឹមឆ្កែក៏ដោយខ្ញុំប្រហែលជាបានចិញ្ចឹមវារួចហើយតើអ្នកធ្លាប់គិតអំពីរឿងនោះទេក្មេងស្រីក៏មានរដូវរយៈពេល7ឆ្នាំច្រើនដែរចុះបើម៉ូពិតជាមិនត្រឡប់មកវិញមែនវាមិនអាចទៅរួចទេសម្រាប់គាត់ដែលមិនអាចរស់នៅដោយគ្មានខ្ញុំគ្មានអ្វីដែលមិនអាចទៅរួចនោះទេនៅក្នុងโลกនេះគូចេនកុំធ្វើអ្វីដែលអ្នកចង់ស្ដាយក្រោយអីសៀវម៉ូបើអញហ៊ានចាក់ចេញពីខ្ញុំនឹងធ្វើឲ្យអញស្ដាយក្រោយឆេងសេអញមិនទៅជួបបងថ្លៃស្រីអញទេតើបងថ្លៃស្រីរបស់អ្នកជានរណាបងថ្លៃស្រីរបស់អ្នកនៅតែកំពុងថតរឿងហើយនឹងមិនចេញរហូតដល់ខែក្រោយទេចូលប្រព្រឹត្តបែបនេះទៅហេតុអ្វីមិនរស់នៅឲ្យមានជីវិតល្អវាមិនអាចប្រកែកបានទេថាស៊ូវ៉ាន់និងសៀវម៉ូគឺខុសគ្នាគ្មានបន្ទុកពីគ្រួសារដើមរបស់នាងនៅចុងបញ្ចប់អ្នកអាចរកលុយដោយខ្លួនឯងបានពួកគេពិតជាបានបែកបាក់គ្នាតែមានន័យថាការថយចុះបន្តិចបន្តួចនៃគុណភាពជីវិតប៉ុន្តែនៅពីក្រោយស៊ូវ៉ាន់គឺគ្រួសារស៊ូដែលជារណ្ដៅគ្មានបាតក៏មានបុរសម្នាក់នៅតូបដែលមិនហ៊ានចាក់ចេញពីខ្ញុំដែរគាត់មិនហ៊ានទេទោះបីអ្នកឲ្យជីវិតគាត់10ក៏ដោយតើមានអ្វីកើតឡើងចំពោះម៉ូតើអ្នកនឹងត្រឡប់ទៅវិញទេតើអ្នកនឹងទៅណាខ្ញុំមិនមានគម្រោងត្រឡប់ទៅជាងហៅវិញសម្រាប់ពេលនេះទេប៉ុន្តែអ្នកណាដឹងថាអនាគតនឹងទៅជាយ៉ាងណាមិញខ្ញុំមិនបានធ្វើអ្វីដែលគួរឲ្យខ្មាស់អ៊ីននោះទេហេតុអ្វីខ្ញុំមិនអាចត្រឡប់ទៅវិញបានផ្ទះរបស់ខ្ញុំនៅតែនៅទីនោះតើអ្នកកំពុងព្យាយាមសួរខ្ញុំថាតើខ្ញុំនឹងត្រឡប់ទៅត្រូវគ្នាវិញជាមួយជាឆាន់ដែរទេតើអ្នកនឹងខ្ញុំនិយាយថាមិនអញ្ចឹងទេជឿខ្ញុំចោះខ្ញុំចង់ជឿគីមម៉យងស៊ូខ្ញុំក៏មានមុខមាត់នឹងការគោរពខ្លួនឯងដែរតើអ្នកនៅតែមានអារម្មណ៍ចំពោះគាត់ទេវានឹងមិនប្រកបនិយមទេក្នុងការនិយាយថាគ្មានអ្វីនៅសល់បន្ទាប់ពីឆ្នាំទាំងអស់នេះជប់និយាយទៅម៉ូទុកឲ្យខ្ញុំនិយាយចប់សិនប៉ុន្តែដើម្បីពណ៌នាអំពីអារម្មណ៍នេះថាជាការស្ទាក់ស្ទើរឬមិនស្ម័គ្រចិត្តតែវាមិនមែនទេខ្ញុំមិនមានការជិះចាប់ឬទុករួចច្រើនទេបន្ទាប់ពីបែកបាក់ជាមួយគាត់ដូច្នេះប្រហែលជាខ្ញុំឈប់ស្រឡាញ់គាត់យូរមកហើយប្រហែលជាវាចាប់ផ្ដើមជាមួយនឹងទំនាក់ទំនងរបស់គាត់ពេលបេះដូងមិននៅខ្ញុំបានត្រៀមខ្លួនរួចហើយដើម្បីបែកគ្នាខ្ញុំនឹងមិនធ្វើទេមិនធ្វើប្រហែសឡើយខ្ញុំនឹងមិនមានភាពច្របូកច្របល់ទេខ្ញុំមិនអនុញ្ញាតឲ្យអ្នកយំឬធ្វើឲ្យអ្នកសោកសៅឡើយស្ងាត់នៅជាមួយខ្ញុំជេមិងស៊ីខ្ញុំសុំទោសហេតុអ្វីបានជាវាជាបញ្ហាផ្ទាល់ខ្លួនរបស់ខ្ញុំលែងចង់និយាយអំពីទំនាក់ទំនងទៀតហើយតើយើងបានធ្វើអ្វីក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះតើអ្នកនាំខ្ញុំទៅធ្វើអ្វីនៅចុងរដូវក្តៅចូលយើងម្នាក់ទទួលបានអ្វីដែលយើងត្រូវការប្រសិនបើអ្នកចង់យើងអាចបន្តរក្សាទំនាក់ទំនងនេះបានតើទំនាក់ទំនងបែបណាបើអ្នកជួបមនុស្សដែលអ្នកពេញចិត្តវាអាចបញ្ចប់នៅពេលណាក៏បានខ្ញុំមិនស័ក្តិសមនៅចុងបញ្ចប់នៃរដូវក្តៅទេតើមនុស្សនោះឈរក្បែរអ្នកនៅក្រោមពន្លឺថ្ងៃនៅពេលណាបងប្រុសជីនមីងខ្ញុំសុំទោសណាស់ប្រសិនបើរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះបានធ្វើឲ្យអ្នកមានការយល់របស់ខ្ញុំនឹងចាក់ចេញពីយន្តឆេងនៅថ្ងៃស្អែកខ្ញុំនឹងមិនរំខានអ្នកម្ដងទៀតទេវាខ្សាច់សៀវម៉ូអ្នកមិនអាចប្រព្រឹត្តចំពោះខ្ញុំបែបនេះទេជីនមីងសៀវសុំទោសខ្ញុំគ្រាន់តែចង់នៅម្នាក់ឯងមួយរយៈមិនអីទេខ្ញុំនឹងមិនរំខានអ្នកទៀតទេសៅម៉ូសូមផ្ដល់ពេលឲ្យខ្ញុំរងចាំការឆ្លើយតបរបស់ខ្ញុំសុំទោសជេមិងឈីខ្ញុំមិនចង់ធ្វើកំហុសដែរទេបើខ្ញុំដឹងតាំងពីដំបូងថាអ្នកចូលចិត្តខ្ញុំមិនគួរញុះញង់អ្នកនៅយប់នោះទេខ្ញុំមិនគួរអនុញ្ញាតឲ្យអ្នកនាំខ្ញុំត្រឡប់ទៅសន្តាគារវិញទេខ្ញុំមិនគួរនិយាយបែបនោះទេហើយខ្ញុំអ្នកដឹងទេខ្ញុំពិតជាស្រឡាញ់អ្នកវាពិតជាល្អណាស់ដែលបាននៅក្នុងទីក្រុងតែមួយជាមួយអ្នកនៅចុងបញ្ចប់នៃរដូវក្តៅខ្ញុំយល់ពីអារម្មណ៍របស់អ្នកចំពោះការបដិសេធខ្ញុំដឹងថាអ្នកខ្លាចត្រូវគេធ្វើបាបម្ដងទៀតខ្ញុំក៏ដឹងដែរឥឡូវនេះអ្នកបានបាត់បង់ជំនឿលើទំនាក់ទំនងនិងអាពាហ៍ពិពាហ៍ហើយ
ខ្ញុំអន្ទះសារពេកប្រសិនបើអ្នកគិតថាការរក្សាស្ថានភាពនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយនិងស្រួលខ្លួនខ្ញុំមិនប្រកាន់ទេបើមិនមានចំណងជើងផ្លូវការលើពីរឿងទាំងនេះទៅទៀតខ្ញុំខ្លាចអ្នកចាក់ចេញពីខ្ញុំម្ដងទៀតតើអ្នកដឹងទេមួយឆ្នាំកន្លះមុនពេលខ្ញុំមានដំណឹងថាអ្នកនឹងក៏រស់នៅជាមួយគ្នាវាបំផ្លាញខ្ញុំប៉ុណ្ណាខ្ញុំគិតថាខ្ញុំនឹងមិនមានឱកាសម្ដងទៀតទេដើម្បីបន្តដំណើរទៅមុខពីស្នេហាដែលមិនបានតបស្នងនោះខ្ញុំបានយល់ព្រមនឹងការណាត់ជួបដោយអ្នកទាំងមូលដែលរៀបចំដោយគិតថាការជួបមនុស្សថ្មីអាចនាំឲ្យមានស្នេហាថ្មីខ្ញុំគិតថាវានឹងជួយខ្ញុំឲ្យភ្លេចអ្នកប៉ុន្តែខ្ញុំគិតខុសហើយខ្ញុំមិនអាចធ្វើវាបានទេរាល់ពេលដែលខ្ញុំឃើញមុខរបស់ពួកគេខ្ញុំអាចគិតតែពីអ្នកប៉ុណ្ណោះតើអ្នកដឹងទេថាខ្ញុំបានឆ្លងកាត់រយៈពេលមួយឆ្នាំកន្លះកន្លងមកនេះដោយរបៀបណាប្រសិនបើអ្នកមិនបានបែកគ្នាជាមួយគេចិនប្រសិនបើអ្នកមិនទាន់បានមកយ៉ាងចិនប្រសិនបើខ្ញុំមិនបានទៅជួបអ្នកនៅយប់នោះជាពិសេសទេប្រហែលជាខ្ញុំត្រូវបានកំណត់ឲ្យចាស់ទៅតែម្នាក់ឯងចាប់តាំងពីយើងនៅជាមួយគ្នានៅយប់នោះនៅចុងបញ្ចប់នៃរដូវក្តៅបន្ទាប់មកអ្នកអាចជារបស់ខ្ញុំបានតែពេញមួយជីវិតរបស់អ្នកលើកនេះខ្ញុំមិនឲ្យអ្នកចាក់ចេញពីខ្ញុំទេខ្ញុំនឹងចាក់ចេញពីយន្តឆេងនៅថ្ងៃស្អែកយន្តយាននឹងមកជួបអ្នកម្ដងទៀតនៅពេលក្រោយពួកគេទៅតែមកដល់ទីនេះបានប៉ុន្មានថ្ងៃប៉ុណ្ណោះហើយពួកគេក៏កន្លែងដែលចាក់ទៅមិនត្រឡប់ទៅជាងហៅវិញទេមែនទេកំពុងរៀបចំខ្លួនទៅឡងឆេងខ្ញុំបានឮថារដូវរងានៅទីនោះស្អាតណាស់ខ្ញុំក៏ចង់ឃើញដែរថាការចាស់ទៅជាមួយគ្នាវាយ៉ាងម៉េចដែរតើរឿងរ៉ាវរវាងអ្នកនិងខេមម៉ាំងសូយ៉ាងម៉េចដែរខ្ញុំមិនគួរខាត់គាត់ទេខ្ញុំមិនចង់ណាត់ជួបឬរៀបការទេទៅស្ងៀមស្ងាត់ហើយអ្វីបានជាអ្នកដាក់ទោសអ្នកអតីតចំពោះកំហុសរបស់ពួកគេវាមិនយុត្តិធម៌សម្រាប់ខេមម៉ាំងសូទេប្រសិនបើខ្ញុំនិយាយបែបនោះតែគូបច្ចុប្បន្នមិនគួរទទួលបន្ទុកកំហុសរបស់អតីតគូស្នេហ៍ឡើយគូចេងជាជនក្បត់ជាតិប៉ុន្តែគីមម៉ាយ៉ុងស៊ូគឺជាមនុស្សល្អហើយអ្នកអាចប្រកួតជីវិតរបស់អ្នកទៅអ្នកមិនអាចអនុញ្ញាតឲ្យយឺតឆានប្រកាន់ពូជសាសន៍លើយិនមិញឈីខ្ញុំមិនរើសអើងគាត់ទេខ្ញុំមិនទាន់បានយកឈ្នះលើស្រមោលនោះនៅឡើយទេអ្នកមិនបានបរាជ័យក្នុងការបន្តត្រូវបានយឺតឆានដល់កំណាច់នោះបោកប្រាស់អស់រយៈពេល5ឆ្នាំអ្នកមានអារម្មណ៍ថាអ្នកមិនសមនឹងទទួលបានស្នេហានិងសុភមង្គលពិតទេតើនោះមែនទេដោយសារតែការជិះចាប់និងការជាប់គាំងនៃការបែកគ្នានិងការជួបជុំគ្នាទាំងនោះដោយសារតែខ្វះសុវត្ថិភាពខ្លាំងពួកគេបានក្លាយជាមនុស្សងាយរងគ្រោះនិងមានការសង្ស័យដូច្នេះហើយនៅក្នុងការចងចាំរយៈរបស់ខ្ញុំសង្ស័យមនុស្សគ្រប់គ្នាសង្ស័យពេញពិភពលោកប៉ុន្តែហេតុអ្វីខ្ញុំមិនអាចទទួលបានស្នេហាពិតម៉ូម៉ូអ្នកមិនដឹងថាអ្នកអស្ចារ្យប៉ុណ្ណាទេអ្នកស្អាតណាស់ហើយមានរាងស្អាតទៀតប្រសិនបើខ្ញុំជាបុរសខ្ញុំពិតជានឹងដេញតាមអ្នកដល់ចុងបំផុតនៃអ្នកសុំនឹងទទួលបានស្នេហាដ៏ល្អបំផុតម៉ូម៉ូសុំនឹងទទួលបានការស្រឡាញ់ពីបុរសល្អបំផុតជំនួសឲ្យការខ្ជះខ្ជាយលុយលើមនុស្សដូចគេឆេងជាខ្ញុំចោះសម្លាញ់គាត់ប្រកាសជានឹងសោកស្ដាយវាគាត់នឹងស្ដាយក្រោយដែលបាត់បង់អ្នកពេញមួយជីវិតរបស់គាត់ទូរស័ព្ទទៅខេមម៉ាំងសូឥឡូវនេះខ្ញុំកំពុងមើលអ្នកពីទីនេះកុំគិតចង់រត់គេចខ្លួនឯងតែប្រភពដើមតើខ្ញុំនិងគីមម៉ាយ៉ុងស៊ូនឹងបញ្ចប់បែបនេះដែរទេហេតុអ្វីបានជាអ្នកមិនដឹងព្រោះខ្ញុំជឿលើមនុស្សម្នាក់ដែលមានការគ្រប់គ្រងខ្លួនឯងបុរសម្នាក់ដែលដឹងពីរបៀបឲ្យតម្លៃបន្ទាប់ពីឈ្នះបេះដូងនារីដែលគាត់ចូលចិត្តខ្ញុំនឹងមិនដែលធ្វើឲ្យគាត់ខកចិត្តអ្នកមិនគិតថាគាត់ជាមនុស្សបែបនោះទេមែនទេគាត់ពិតជាមិនមែនទេបន្ទាប់មកហៅគាត់ថាកូនអ្នកមិនដឹងថាគាត់នឹងសប្បាយចិត្តប៉ុណ្ណាទេពួកគេគួរតែមានសុខមង្គលម៉ូម៉ូហេមានរឿងអ្វីជេមិញស៊ីវតើអ្នកទំនេរទេចូលយើងជួបគ្នាតើអ្នកណែណាខ្ញុំនឹងមករកអ្នកឲ្យរងចាំខ្ញុំតើអ្នកសប្បាយចិត្តដោយសម្ងាត់ទេគាត់ហាក់ដូចជាសប្បាយចិត្តណាស់អ្នកឃើញទេអ្នកសប្បាយចិត្តហើយជីមីងស៊ីវកាន់តែសប្បាយចិត្តថែមទៀតតើវាមិនល្អឥតខ្ចោះទេឥឡូវនេះខ្ញុំគិតអំពីថាតើគេឆេននឹងសោកស្ដាយប៉ុណ្ណានៅពេលអនាគតខ្ញុំមានអារម្មណ៍រីករាយជាខ្លាំងមិនចាំបាច់ទេគាត់ប្រហែលជាបានរកឃើញអ្នកថ្មីហើយយានលែងនិយាយពីគាត់ទៀតហើយអ្នកដែលក្បត់ភាពស្មោះត្រង់នឹងត្រូវទទួលទោសចាប់ពីពេលនោះមកគូឆេងលែងមានអ្វីពាក់ព័ន្ធនឹងខ្ញុំទៀតហើយម៉ូម៉ូខ្ញុំមកដល់ហើយមិនអីទេខ្ញុំនឹងចុះទៅឥឡូវនេះវាពិតជាសំនឹងចំណងចំណូលចិត្តសោភ័ណភាពរបស់ខ្ញុំគីមម៉ាយ៉ុងស៊ូតើអ្នកមានគ្រុនក្តៅទេខ្ញុំមិនដឹងថាមានអ្វីខុសជាមួយខ្ញុំនៅចុងបញ្ចប់នៃរដូវក្តៅទេរឿងនេះកើតឡើងគ្រប់ពេលដែលខ្ញុំឃើញអ្នកចុងរដូវក្តៅតើយើងមានទំនាក់ទំនងបែបណាឥឡូវនេះតើអ្នកគិតយ៉ាងណាដែរមិនអីទេអ្នកមិនចាំបាច់ឆ្លើយទេខ្ញុំមិនចង់ដឹងឥឡូវនេះទេមិត្តប្រុសឯងមិនចង់ដឹងទេទីក្រុងឯក៏បានបើកឡានទៅកាន់ផ្លូវតូចចាស់មួយជាងកាត់ដេរចាស់ម្នាក់រស់នៅទីនេះដូនតារបស់ខ្ញុំគឺជាអ្នកជំនាញផ្នែកផលិតកម្មនៅយ៉ាងណារោគអាពាហ៍ពិពាហ៍ដែលខ្ញុំបានបំផ្លាញនៅចុងរដូវក្តៅមុនកន្លះខែមុនពីមុនវាត្រូវបានផ្ញើមកទីនេះដើម្បីជួសជុលពេលគេឆេនឃើញរោគអាពាហ៍ពិពាហ៍ខ្ញុំនឹកឃើញដល់អ្វីដែលចៅយាយបាននិយាយកាលពីប៉ុន្មានថ្ងៃមុនស្រីគ្រប់រូបស្រមៃចង់ស្លៀករោគអាពាហ៍ពិពាហ៍រៀបការជាមួយអ្នកដែលអ្នកស្រឡាញ់និងស៊ីម៉ូបាននៅជាមួយគ្នាអស់រយៈពេល7ឆ្នាំតែគាត់មិនដែលគិតចង់ស្នើសុំរៀបការទេរហូតដល់ចុងបញ្ចប់នៃរដូវក្តៅបន្ទាប់មកគាត់បានដឹងថាគាត់បានធ្វើរឿងខុសក្នុងអំឡុងពេលនេះប៉ុន្តែគាត់ចង់ប្រាប់ឆែម៉ូគាត់គ្រាន់តែមានចំណាប់អារម្មណ៍មួយផ្លែកចំពោះស្ត្រីទាំងនោះគ្មានភាពស្មោះត្រង់តតែសោះសូម្បីតែលេងវីវេដែលជាអ្នកបង្កឲ្យឆែម៉ូបែកបាក់គ្នាវាធ្វើឲ្យគាត់ចាប់អារម្មណ៍ត្រឹមតែ3ថ្ងៃប៉ុណ្ណោះពីព្រោះគាត់នៅតែគិតអំពីស៊ីម៉ូសប្តាហ៍នេះនៅពេលដែលរដូវក្តៅមិនមកដល់គាត់មិនអាចប្រមូលធម៌ពលដើម្បីធ្វើអ្វីបានទេពេលខ្ញុំជិះក្រពះខ្ញុំគិតអំពីរបៀបដែលខ្ញុំនឹងមានអារម្មណ៍សោកស្ដាយចំពោះគាត់នៅពេលរដូវក្តៅនឹងឈប់គាត់ពីការផឹកស្រាគូចេនចង់ត្រឡប់មកវិញនៅចុងរដូវក្តៅគាត់បានសម្រេចចិត្តស្នើសុំរៀបការជាមួយគាត់តាមពិតទៅគូចេនបានដឹងជាយូរមកហើយស៊ីម៉ូចង់រៀបការជាមួយគាត់ខ្លាំងណាស់ឲ្យគាត់រៀបការគាត់គួរតែធូរស្រាលខ្ញុំនឹងអត់ទោសឲ្យគាត់បងប្រុសចេនសូមដោះលែងវាឲ្យមានរឿងមួយដែលខ្ញុំបានគិតអំពីហើយខ្ញុំនៅតែត្រូវប្រាប់អ្នកកុំប្រញាប់ប្រញាល់ធ្វើអ្វីនេះអាចគ្រាន់តែជាពាក្យចាំអារ៉ាមដែលគ្មានមូលដ្ឋានអ្វីកើតឡើងត្រឹមត្រូវហើយខ្ញុំបានឮថាវាតាក់ទងនឹងម៉ូម៉ូភ្លេចវាចោលទៅខ្ញុំគិតថាវាភាគច្រើនជាពាក្យចាំអារ៉ាមជូយីតើពេលណាទើបអ្នកខ្លាចជាមនុស្សស្ទាក់ស្ទើរនឹងនិយាយបែបនេះតើមានអ្វីកើតឡើងពិតប្រាកដនៅចុងបញ្ចប់នៃរដូវក្តៅទៅយ៉ាងហៅវិញហើយឬនៅតើអ្វីបានប្រែទៅជាយ៉ាងណាវាមិនល្អទេក្នុងការផ្ញើបទសម្ភាសន៍ទៅនរណាម្នាក់ដោយសារអ្វីបានជាយេមីងស៊ីជាមនុស្សក្នុងចំណោមមនុស្សទាំងអស់អ្វីដែលបងប្រុសចេញមិនចូលចិត្តបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជាពិសេសកាលពី2ឆ្នាំមុនដោយសារតែគម្រោងធំមួយក្រុមហ៊ុនរបស់គេឆេននិងឆេងហេងរបស់យេមីងស៊ីសេដ្ឋកិច្ចពិតត្រូវបានជាប់គាំងនៅក្នុងការតស៊ូដើម្បីរស់ស្មារតីជីមីងស៊ីបានឈ្នះនៅទីបំផុតពួកគេបានឈ្នះគម្រោងនោះជាលើកដំបូងហើយដែលបងប្រុសចេញបរាជ័យក្នុងការធានាបាននៅគម្រោងមួយនាងខឹងខ្លាំងណាស់ប្រសិនបើពួកគេដឹងឥឡូវនេះថានាងបានដើរតាមចិត្តមីងស៊ីប្រហែលជានឹងធ្វើឲ្យជាងចៅក្រឡាប់ថ្ងៃក្រោយម៉ូម៉ូឲ្យឯងកំពុងគិតអ្វីបងឆេនកុំខឹងពេលខ្ញុំប្រាប់បងបែបនេះអីទាំងនេះសុទ្ធតែជាពាក្យចាំអារ៉ាមគ្មានអ្វីស្មោះត្រង់ពិតប្រាកដចំពោះអ្នកទេត្រូវប្រាប់ឬមិនប្រាប់មាននរណាម្នាក់បានឃើញម៉ូម៉ូនៅយន្តឆេង
តាមមានអ្វីកើតឡើងចំពោះគាត់នៅយន្តឆេងគាត់ហាក់ដូចជានៅជាមួយជីមីងស៊ីវជាការពិតណាស់វាក៏អាចគ្រាន់តែជាការញ៉ាំអាហារជាមួយគ្នាផងដែរខ្ញុំដឹងថាគ្មានអ្វីផ្សេងទៀតទេបើបងប្រុសចេនគ្មានអ្វីផ្សេងទៀតទេខ្ញុំនឹងដាក់ទូរស័ព្ទឥឡូវនេះវាជាអ្នកកំពុងធ្វើបានល្អនៅចុងបញ្ចប់នៃរដូវក្តៅធ្វើបានល្អណាស់បើខ្ញុំតាក់ទងអ្នកម្ដងទៀតខ្ញុំជាឆ្កែហើយខែទី2បន្ទាប់ពីរដូវក្តៅបានបញ្ចប់គូចេនធ្លាប់ផ្ញើសារ WeChat ទៅ Simo ខ្ញុំមានគម្រោងលក់សម្លៀកបំពាក់របស់អ្នកនៅក្នុង apartment តើធ្វើដូចម្តេចដើម្បីដោះស្រាយសារត្រូវបានផ្ញើប៉ុន្តែវាបានបាត់ខ្លួនដោយគ្មានដែរប្រហែលជាគាត់ភ្លេចកំណត់ចំណាំដែលគាត់បានទុកសម្រាប់គាត់នៅចុងបញ្ចប់ប្រហែលជាគាត់បានធ្វើវាដោយចេតនាខ្ញុំគ្រាន់តែចង់រកលេសដើម្បីផ្ញើសារទៅគាត់គ្មានការឆ្លើយតបទេចាប់តាំងពីចុងរដូវក្តៅមកជាធម្មតា apartment នេះក៏មិនត្រូវបានលក់ដែរសម្លៀកបំពាក់ពីចុងរដូវក្តៅនិងអ្វីផ្សេងទៀតមុននេះអ្វីទាំងអស់ត្រូវបានទុកចោលដោយមិនប៉ះពាល់ location ខ្ញុំតែងតែមកទីនេះនៅពេលយប់ជ្រៅបន្ទាប់ពីបញ្ចប់កម្មវិធីសង្គមបន្ទាប់មកខ្ញុំបានដេកលើគ្រែរបស់ខ្ញុំនៅចុងរដូវក្តៅទីបំផុតខ្ញុំក៏ដេកលក់ទៅមុនពេលភ្លឺហើយនៅខែទី3បន្ទាប់ពីចាក់ចេញនៅចុងបញ្ចប់នៃរដូវក្តៅគូចេនបានចុចទៅលេខរបស់ Simo គឺជាក្មេងស្រីដែលមានចរិតល្អនិងស្ដាប់បង្គាប់ទោះបីជាសាវតាគ្រួសាររបស់គាត់ធម្មតាក៏ដោយប៉ុន្តែឪពុកម្ដាយរបស់គាត់បានគោរពគាត់រហូតដល់ឆ្នាំដែលខ្ញុំបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យគាត់ទើបតែផ្លាស់មករស់នៅជាមួយគូចេនអ្នកមិនអាចធ្វើបាបខ្ញុំបានទេតើអ្នកនឹងរៀបការជាមួយខ្ញុំទេដើម្បីកុំឲ្យខ្ញុំធ្វើបាបអ្នកនៅថ្ងៃអនាគតតើអ្នកនឹងរៀបការជាមួយខ្ញុំទេខ្ញុំជឿថាយើងនឹងនៅជាមួយគ្នាជារៀងរហូតមែនទេទូរស័ព្ទបានរត់យូរពេលដែលរដ្ឋមន្ត្រីស្មោះត្រង់គិតថា Simo នឹងមិនទទួលយកការផ្ដល់ជូននោះទេការហៅទូរស័ព្ទត្រូវបានឆ្លើយតបនៅពេលនោះគាត់ពិតជាចង់និយាយថាស្ងាត់ត្រឡប់មកវិញប៉ុន្តែពាក្យសម្ដីដែលចេញមកត្រូវបានជំនួសដោយចុងបញ្ចប់នៃរដូវក្តៅត្រឡប់មកវិញនៅពេលដែលអ្នកបានឆ្អែតហើយលោកគូមិនអាចរងចាំយូរពេកទេដើម្បីលួងលោមក្មេងស្រីម្នាក់បើមិនដូច្នោះទេអ្នកផ្សេងនឹងវាយមុនតើអ្នកអាចជាយ៉ាងដូចម្ដេចបានជា Yusi ខ្ញុំទេ Natsume អនុញ្ញាតឲ្យគាត់ឆ្លើយទូរស័ព្ទជីមីងស៊ីវប្រសិនបើអ្នកហ៊ានឆ្លៀតឱកាសពីសំណាងអាក្រក់របស់នរណាម្នាក់គាត់ដេកលក់ហើយនៅតែខឹងនឹងខ្ញុំត្រូវដាស់គាត់ដោយថាប់ជាមុនសិនសម្លាញ់ឲ្យភ្ញាក់ឡើងជីមីងស៊ីវតាមពិតទៅខ្ញុំបានគិតអំពីអារម្មណ៍ពិតប្រសិនបើបានជួបគូចេញម្ដងទៀតគាត់និងខ្ញុំមានមិត្តភក្តិរួមការងារវាមិនអាចទៅរួចទេដែលមិនដែលមានអន្តរកម្មអ្វីទាំងអស់ប៉ុន្តែខ្ញុំមិនដែលគិតពីវាទេអ្នកដែលតែងតែមាននុធានុភាពខ្ពស់ជានិច្ចចៅវាយនាយវ័យក្មេងដែលត្រូវបានលួងលោមនិងមានពេលខ្លះដូចនេះនៅពេលដែលអ្នកមានអារម្មណ៍ខ្មាស់អៀនពេលខ្ញុំដើរចេញពីសន្តាគារដោយកាន់ដៃគ្នាជាមួយជីមីងស៊ីបន្ទាប់មកខ្ញុំបានឃើញគេឆេនមិនឆ្ងាយប៉ុន្មានទេគាត់បានដើរមករកយើងមុខរបស់គាត់បង្ហាញពីភាពអស់កម្លាំងរបស់គាត់មកខ្ញុំនៅទីនេះដើម្បីទៅទទួលអ្នកហើយនាំអ្នកត្រឡប់ទៅចាំយើងនឹងរៀបការភ្លាមនៅពេលដែលយើងត្រឡប់អ្នកនឹងរស់នៅជីវិតល្អចាប់ពីពេលនេះទៅទេអាពាហ៍ពិពាហ៍ដែលអ្នកបានកាត់ចេញខ្ញុំបានជួសជុលវារួចហើយខ្ញុំបានរក្សាចិញ្ចៀនរបស់យើងឲ្យមានសុវត្ថិភាពគូចេនខ្ញុំមានមិត្តប្រុសថ្មីហើយតើស្ងៀមស្ងាត់តើអ្នកពិតជាជឿថាគាត់ស្មោះត្រង់ចំពោះអ្នកមែនទេ2ឆ្នាំមុនគាត់បានប្រកួតប្រជែងយ៉ាងខ្លាំងជាមួយខ្ញុំសម្រាប់គម្រោងនេះឥឡូវនេះគាត់កំពុងដេញតាមអ្នកម្ដងទៀតតើអ្នកមិនគិតថាមានបញ្ហាទេអ្នកឆោតល្ងងពេកហើយ Simo អ្នកមិនស័ក្តិសមនិយាយបែបនោះទេទីក្រុងបុរាណអ្នកមិនយល់ពីស្នេហាទេពួកគេមិនសមនឹងទទួលបានបេះដូងពិតដែលបាត់អស់រយៈពេល7ឆ្នាំនោះទេចុះអ្នកវិញគីមម៉យ៉ុងស៊ូអ្នករកឃើញស្ត្រីម្នាក់ដែលបាននៅជាមួយខ្ញុំអស់រយៈពេល7ឆ្នាំតើអ្នកហ៊ាននិយាយបែបនោះដោយរបៀបណាតើអ្នកពិតជាស្រឡាញ់គាត់ឬខ្ញុំស្ត្រីរបស់គូចេនមេងអ្នកបានឃើញវាហើយគាត់បានចាប់ផ្ដើមវាមេងច្បាស់ជាអ្នកដែលនិយាយឆ្លើយលោកគោខ្ញុំសូមអភ័យទោសចំពោះអ្នកក្នុងនាមមីងស៊ីយើងនឹងសហការជាមួយអ្នកនៅពេលក្រោយខ្ញុំបានហៅរថយន្តសង្គ្រោះបន្ទាន់យើងនឹងរ៉ាប់រងការចំណាយទាំងអស់ម៉ូអ្នកនៅតែការពារគាត់បែបនេះម៉ូតើអ្នកគិតថាខ្ញុំនឹងខូចរូបរាងមែនទេឈឺណាស់វ័យយុនចិនអ្នកត្រូវតែមកជាមួយខ្ញុំទៅមន្ទីរពេទ្យបម្រើអ្នកយ៉ាងត្រឹមត្រូវអ្នកណាប្រាប់អ្នកឲ្យបំបែកវាខ្ញុំខូចចិត្តណាស់តើខ្ញុំគួរធ្វើអ្វីវាឈឺចាប់ខ្លាំងណាស់នៅទីនេះខ្ញុំត្រូវការថាបម្រាមដៃរបស់អ្នកទើបគេឆេនយល់ឥឡូវនេះSimo ពិតជាលែងស្រឡាញ់គាត់ទៀតហើយគាត់ធ្លាប់គិតថាគាត់អាចគ្រប់គ្រងបានគ្រប់គ្រងអ្វីគ្រប់យ៉ាងនៅក្នុងទំនាក់ទំនងនេះប៉ុន្តែនៅទីបំផុតពួកគេបានដឹងថាពួកគេមិនដែលគ្រប់គ្រងអ្នកអត់ទេឡើយប៉ុន្តែវាគឺជាខ្លួនឯងថ្ងៃដែលខ្ញុំនិងជីមីងរៀបការម្ដងទៀតខ្ញុំបានទទួលអំណោយមួយពី Jeng Hao ខ្ញុំកំពុងរងចាំអ្នកនៅទីនេះដោយស្ងៀមស្ងាត់ខ្ញុំមិនបានគិតច្រើនពីវាទេគ្រាន់តែខ្ញុំមានអារម្មណ៍ថាប្រងើយកន្តើយប៉ុន្តែយប់នោះឯងរោគអាពាហ៍ពិពាហ៍បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងជីមីងស៊ីវក៏បានផឹកស្រាច្រើនដែរខ្ញុំស្គាល់នៅចុងបញ្ចប់នៃរដូវក្តៅឆ្នាំទាំង7នោះនឹងមិនកើតឡើងចំពោះយើងទេចូលយើងកុំបែកគ្នាអីយល់ព្រមខ្ញុំទុកចិត្តអ្នកពេលឆ្នាំបន្ទាប់ពីខ្ញុំនិងជីមីងស៊ីវរៀបការកូនស្រីរបស់យើងជីយូម៉ូបានកើតមកប៉ុន្តែភ្លាមបន្ទាប់ពីនោះគូចេនបានផ្ញើអំណោយថ្លៃជាច្រើនវាត្រូវបានផ្ញើដោយយេឆេនម្ដងទៀតវាទាំងអស់សុទ្ធតែជារបស់យូម៉ូតើអ្នកស្នើឲ្យយើងធ្វើអ្វីអ្នកថាគាត់ចាស់ហើយនៅមិនទាន់រៀបការសម្លឹងមើលប្រពន្ធកូនអ្នកអតីតពេញមួយថ្ងៃនេះមិនមែនគ្រាន់តែសុំឲ្យមានបញ្ហាទេគិតតែពីរឿងផ្ទាល់ខ្លួនយើងគួរតែរស់នៅជីវិតរបស់យើងឲ្យបានល្អខ្ញុំពិតជារីករាយណាស់ដែលមានអ្នកនិងយូម៉ូនៅក្បែរខ្ញុំអ្វីដែលអ្នកទើបតែនិយាយគឺល្អណាស់តើអ្នកអាចនិយាយវាម្ដងទៀតបានទេតើអ្នកកំពុងនិយាយអ្វីដាក់ខ្ញុំចុះមុនខ្ញុំវិលមុខណាស់នោះជាប្រយោគដែលខ្ញុំទើបតែលើកឡើងគិតតែពីរឿងផ្ទាល់ខ្លួនមិនអីទេខ្វល់ពីរឿងរបស់អ្នកទៅការរស់នៅជីវិតរបស់យើងឲ្យបានល្អប្រសើរគឺជារឿងសំខាន់បំផុតមិនអីទេម៉ូរបស់ខ្ញុំនៅតែល្អបំផុតចាប់ពីពេលនេះទៅយើងទាំង3នាក់នឹងនៅជាមួយគ្នាជារៀងរហូត